បាទសួស្តីបងប្អូនទាំងគ្នាបាទនេះជាសកម្មភាពបាទខ្ញុំកំពុងតែសម្អាតត្រង់មាន់បាទគឺលាងសម្អាតត្រង់មាន់បងប្អូនដើម្បីឲ្យវាអស់ក្លិនចាស់សម្រាប់មេរោគខ្មោចបាទកើបតាមចេញមកតាហើយយើងបានទឹកលាងវាស្អាតមកតាដល់វាស្ងួតហើយយើងបាញ់បបោតបាញ់ឆ្នាំសម្រាប់មេរោគយើងដាក់កាមលាងម្ដងទៀតកាមថ្មីបាទលើត្រង់យើងនេះគឺយើងបានលាងសម្អាតវារួចហើយបាទដល់ពេលដែលវាស្ងួតបន្តិចយើងកាប់កបោសយកបាចវាពីលើហើយយើងនឹងដាក់អង្កាមថ្មីបាទរួចហើយខ្ញុំក៏ធ្វើការលីបេអង្កាមយកមកដាក់នៅក្នុងត្រង់ដែលស្ងួតហើយបាទហើយការងារពងពេញញឹកដៃញឹកជើងព្រោះវាក្តៅផងបាទកាត់ខ្សែផងលីផងចាក់ផងដោយសារតែយើងតែមានតែម្នាក់ឯងបាទដោយកាមេរ៉ាថតវាមិនអស់ព្រោះអីតែឯងអត់មានអ្នកជួយថតអញ្ចឹងទុកទូរស័ព្ទនៅខាងក្រៅថតអញ្ចឹងវាអត់ឃើញសកម្មភាពទាំងអស់ទេដាក់អង្កាមចំនួន5បាវក្នុងចន្លោះត្រង់ទំហំ4ម៉ែត្រគុណនឹង6ម៉ែត្របាទព្រោះអីអង្កាមមានសល់តែប៉ុណ្ណឹងអញ្ចឹងយើងដាក់តែប៉ុណ្ណឹងទៅបាទយកជុកបាទឃើញថាឥឡូវនេះបាទអង្កាមនេះគឺយើងបានពង្រាយរួចហើយបងប្អូនបាទពីព្រឹកយើងលាងសម្អាតព្រោះអីវាយូរខែដែរតាំងពីខែ10មកវាយូរដែរហើយអាំងតែខែប្រាំងវាអត់មានក្លិនទេអាចមកខែប្រាំងហើយក៏ដល់ពេលវាយូរហើយអញ្ចឹងយើងសម្អាតវាម្សាហើយនេះគឺជាយើងដាក់អង្កាមថ្មីបាទកាមថ្មីកើបទុកតាំងពីក្នុងខែ12ហ្នឹងខែ12កើបទុកកើបយកមកដាក់ស្តុបទុកហ្នឹងនេះកដោលេងស៊ីបេស៊ីអីឡើងតិចយកមកដូចយកធ្វើសបុកកដោនៅធម្មតាយើងយកស្តុបទុកទៅក៏ខ្វះអីត្រូវថែមបានភ្លាមនៅយកមកស្តុបទុកធ្វើសបុកកដោបដ ாய் បាច់យឺហើយបងប្អូនអើយលីតឯងបាទអរគុណច្រើនបងប្អូនបាទ